អ្នកដឹងទេថាផ្លែជម្ពូគឺមានអត្ថប្រយោជន៍ច្រើនណាស់ដល់សុខភាពស្រដៀងទៅនឹងផ្លែប៉ោមដែរផ្លែជម្ពូមានលក្ខណៈដូចទៅនឹងផ្លែប៉ោមវាអាចញ៉ាំទាំងឆៅនិងអាចប្រើសម្រាប់បង្កើតជាបង្អែមផ្សេងៗបានផងដែរថ្វីបើមិនមានការសិក្សាស្រាវជ្រាវច្រើនទៅលើផ្លែជម្ពូថាមានប្រយោជន៍អាចប្រើជាឱសថច្រើនក៏ដោយក៏វាមានអត្ថប្រយោជន៍ចំពោះសុខភាពមួយចំនួនផងដែរផ្លែជម្ពូមានតួនាទីគ្រប់គ្រងជំងឺទឹកនោមផ្អែមផ្លែជម្ពូមានសមត្ថភាពអាចនៅក្នុងសម្រួលដល់ការបំលែងជាតិអាមីដុំទៅជាស្ករតាមពិតគ្រាន់តែផ្លែជម្ពូមួយមុខក៏អាចមានប្រយោជន៍នៅក្នុងការព្យាបាលនិងបង្ការជំងឺទឹកនោមផ្អែមប្រភេទទី2បានដែរផ្លែជម្ពូជួយដល់ការរំលាយអាហារផ្លែជម្ពូត្រូវបានគេស្គាល់ថាមានជាតិសរសៃខ្ពស់ដែលល្អបំផុតក្នុងការគ្រប់គ្រងធ្វើដំណើររបស់ចំណីអាហារនៅក្នុងផ្លូវរំលាយអាហារសម្បូរជាតិសរសៃនឹងជួយដោះស្រាយបញ្ហាផ្លូវរំលាយអាហារបានដូចជាការទល់លាមកនិងផោមច្រើនក្រៅពីនេះគ្រាប់ផ្លែជម្ពូត្រូវបានគេរកឃើញថាអាចជួយបង្ការជំងឺរាគមូលបានផងដែរផ្លែជម្ពូគឺមានតួនាទីបង្ការពីជំងឺមហារីកសារធាតុដ៏សកម្មជាច្រើនក្នុងផ្លែជម្ពូមានលក្ខណៈល្អបំផុតក្នុងការបង្ការការលូតលាស់របស់ជំងឺមហារីកនៅពេលមានការផ្សំគ្នារវាងវីតាមីន C និង A ដែលមាននៅក្នុងផ្លែជម្ពូនោះវាពិតជាអាចបង្ការការលូតលាស់ជំងឺមហារីកសូដុននិងក្រពេញប្រូស្តាតជាមួយគ្នានេះផ្លែជម្ពូក៏មានតួនាទីច្រោះជាតិពុលពីនៅក្នុងថ្លើមនិងតម្រងនោមប្រសិនបើជាអ្នកចង់ច្រោះជាតិពុលពីក្នុងថ្លើមនិងតម្រងនោមអ្នកគួរតែប្រើប្រាស់ផ្លែជម្ពូលើសពីនេះវាក៏មានតួនាទីគ្រប់គ្រងកូលេស្តេរុលផ្លែជម្ពូសម្បូរជាតិសរសៃណាស់ដូច្នេះវាពិតជាអាចជួយបញ្ចុះកូលេស្តេរុលអាក្រក់ៗពីក្នុងឈាមបានយ៉ាងល្អកាលណាកូលេស្តេរុលនៅក្នុងឈាមធម្មតាហើយវានឹងកាត់បន្ថយការប្រឈមនឹងជំងឺបេះដូងសរសៃឈាមបានដូចជាជំងឺគាំងបេះដូងក្រិនរឹងសរសៃឈាមនិងជំងឺសរសៃឈាមបេះដូងជាដើម